សំដើម្បីជាប្រយោជន៍ជាសេចក្តីសុខរបស់យើងទាំងអស់គ្នាសូមអនុមោទនីពីកិច្ចប្រកាសពីមន្តគ្រូចាអធិការមន្ត្រីសម្ដែងធម្មវិធានខ្លីដែលតកតងអំពីបុណ្យកតញ្ញូកតវេទីសម្រាប់ប្រជុំនៅក្នុងថ្ងៃនេះណាសូមនិមន្តលោកគ្រូជាដើមនឹងមកមានអត្ថន័យយ៉ាងម៉េចអំពីបុណ្យចម្រើនជននៅក្នុងពុទ្ធសាសនាហើយបើខាងផ្លូវលោកហៅថា Happy Birthday យល់ណា Happy Birthday to you ចឹងទៅអានោះគឺប៉ុណ្្នឹងទេណារីករាយសប្បាយថ្ងៃខួបកំណើតរបស់លោកយាយរបស់អ្នកម្ដាយរបស់បងប្អូនអីចឹងទៅហៅថា Happy Birthday បុណ្យចម្រើនជននៅក្នុងពុទ្ធសាសនាទី1អាជីវិកមហកម្មមានន័យថាអំពើកុសលឯណាដែលធ្វើដើម្បីអបស្ទប់ក៏ដើម្បីជប់លៀងនៅជីវិតសង្ខាររបស់យើងដែលបានកើតឡើងហើយប្រព្រឹត្តទៅនៅក្នុងវាលវដ្តសង្សារដែលលោកអ្នកជាម្ចាស់តាមបុណ្យឬក៏បុគ្គលដែលធ្វើចម្រើនជននឹងដើម្បីលើកឃើញបុណ្យកុសលកម្មរបស់ខ្លួនបុណ្យចម្រើនជនហ្នឹងបាននិយាយអំពើទី1ហ្នឹងគឺកុសលកម្មដែលខ្លួនហ្នឹងបានលើកឃើញនៅអំពើល្អកុសលកម្មរបស់ខ្លួនបានលើកឃើញនៅជីវិតសង្ខាររបស់ខ្លួនដែលកើតចាស់ឈឺស្លាប់នៅក្នុងវដ្តសង្សារបានលើកឃើញនៅកុសលផលបុណ្យឯណាដែលខ្លួនមិនទាន់បានធ្វើដល់មានន័យចឹងណាបើមិនទាន់បានធ្វើក៏រួចរាល់ប្រញាបំពេញនៅបុណ្យកុសលនោះអបស្ទប់ថាទៅជប់លៀងនៅសង្ខាររបស់យើងបើព្រោះអ្វីសង្ខារកើតឡើងហើយរលត់ទៅវិញមិនទៀងទាត់ទេដូច្នេះហើយដោយព្រះយេបាស្កាក៏រៀបថាក៏កើតឆ្នាំរោងណាបើគិតឆ្នាំទៅ86គម្រប់86បើនៅតែ4ដល់10ឆ្នាំទៀតវាជន់100គេណាក្រណាបើវាជន់100មកតែ4ដល់10ឆ្នាំទៀតទេណាដូច្នេះគូនចៅទាំងឡាយខំប្រឹងជាយាមផ្នែកយើងថាធ្វើបុណ្យចម្រើនជនដើម្បីឲ្យគាត់កើតអាយុអានេះមិនមែនទេណាតែគេតែទី1គឺធ្វើដើម្បីអបស្ទប់នៅជីវិតសង្ខារដែលមិនតាន់ធ្វើបុណ្យធ្វើទានមិនតាន់បានឃើញច្បាស់នៅអនិច្ចំទុក្ខអនត្តាមិនទៀងទុក្ខអនត្តាមិនមែនជារបស់ខ្លួនដូច្នេះមានពលឺធ្វើស្វាងមានបញ្ញារួចហើយក៏ខំប្រឹងរលាស់នៅអំពើអក្រក់ទាំងឡាយនោះបំពេញនៅបុណ្យកុសលក្នុងបច្ចុប្បន្នកាលនេះហើយបុណ្យចម្រើនជននេះបើកូនចៅទាំងឡាយធ្វើឲ្យកាន់តែល្អបើអត់មានកូនចៅទេធ្វើខ្លួនឯងក៏បានធ្វើខ្លួនឯងបានតែបុណ្យនេះគឺថាធ្វើដើម្បីរលាស់នៅអំពើអក្រក់ទាំងឡាយបំពេញនៅបុណ្យកុសលរបស់ខ្លួនតនមានជីវិតរស់នៅបើតនមានផ្នែកមានចក្ខុវិញ្ញាណមានសោតវិញ្ញាណនឹងដឹងឃើញឬកាលណាក៏រលត់ឬក៏បាត់បង់ជីវិតសង្ខារទៅគឺមិនបានមើលឃើញនៅពេលបុណ្យកុសលទេក៏ដូច្នេះអត្ថន័យហ្នឹងដែលសំដៅទៅលើជីវិតដែលសង្ខាររបស់ញោមហ្នឹងបើមិនចូលតែកូនចៅទេណាកូនចៅក៏តែជាអបស្ទប់អញ្ចឹងទៅបើរួមកម្លាំងរួមសទ្ធាទេប៉ុន្តែគឺសំខាន់គឺចិត្តបើកុសលរបស់ញោមបានមើលឃើញល្អណាស់បើដែលញោមបានបំពេញបុណ្យកុសលណាតាំងពីនៅប្រទេសកម្ពុជាតាំងពីភៀសខ្លួនតាំងពីមកនៅក្នុងស្រុកអាមេរិកដែលញោមនឹករលឹកគេហៅថាចាភានុសតិណាក៏រលឹកដល់ការលះបង់បរិច្ចាគការកសាងវត្តអារាមពុទ្ធសាលាព្រះវិហារចិត្តនៃពុទ្ធរូបអញ្ចឹងណាសត្វតែជាកុសលរលឹកបុណ្យកុសលរបស់ញោមនៅក្នុងអត្ថន័យទីខ្លាំងដែរទៅបែបទៅការបញ្ជាទេណាប៉ុន្តែដោយអំណាចបុណ្យកុសលដោយអំណាចកម្មរបស់ខ្លួនក៏អាយុវាតាន់អស់គឺអាយុតាន់អស់បុណ្យនេះគឺតែជួយជ្រោមជ្រែងទៅជាបាន10ឆ្នាំអីចឹងទៅណាឆ្នាំបុរាណឆ្នាំខ្មែរចឹងទៅក៏ជាទៅព្រោះនេះគឺថាកម្មកុសលរបស់យើងគឺជួយជ្រោមជ្រែងអត់តាន់អស់ចឹងណាហើយក៏និមន្តព្រះសង្ឃចម្រើនព្រះបរិត្តតាមបែបអាយុវឌ្ឍនៈទុមាណាបើតាមបែបអាយុវឌ្ឍនៈទុមាដែលចម្រើនព្រះបរិត្តក៏មានព្រះសង្ឃ8អង្គសូត្រ